សូមអង្គពិធីទាំងមូលមេត្តាផ្ដល់នៅសំឡេងអបអរសាទរដើម្បីទទួលស្វាគមន៍ការអញ្ជើញមកដល់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារអូនពាន់មនីរតឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមរក្សាបរដ្ឋាភិបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជាកម្ពុជាខ្ញុំសូមសម្ដែងនៅការគោរពនិងកោតសរសើរដ៏ស្មោះស្ម័គ្របំផុតចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារអូនពាន់មនីរតដែលជានិច្ចកាលតែងតែផ្ដល់នូវអត្ថប្រយោជន៍ខ្ពស់និងបង្ហាញនូវគំរូយ៉ាងកក់ក្ដៅមិនមែនត្រឹមតែក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាអ្នកដឹកនាំដែលពោរពេញទៅដោយមនោសញ្ចេតនាមនុស្សធម៌ដ៏ជ្រាលជ្រៅការដឹកនាំដើរដោយផ្ទាល់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារនាពេលនេះគឺជាកម្លាំងចលករដ៏មានឥទ្ធិពលបំផុសស្មារតីចែករំលែកនិងសាមគ្គីភាពដល់មន្ត្រីរាជការគ្រប់ដំណាក់ថ្នាក់ពិសេសឯកឧត្តមអគ្គបណ្ឌិតសភាចារតែងតែនៅជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាជានិច្ចដើម្បីរួមគ្នាបំផុសស្មារតីខ្មែរជួយខ្មែរជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា